ជំរាបសួរបងប្អូនទាំងអស់គ្នាតាំងពីថ្ងៃដែលជនជាតិកូរ៉េកាត់ឡានខ្ញុំគឺថ្ងៃទី19ខែ4ឆ្នាំ2026អញ្ចឹងគិតមកដល់ឥឡូវជាង2ខែហើយបងប្អូនដូច្នេះខ្ញុំចង់បង្ហាញបងប្អូនថាតើប៉ូលីសនៅស៊ូវ័នគេដំណើរការយ៉ាងដូចម្តេចទៅលើជនបង្កហេតុហើយទី2ខ្ញុំចង់បង្ហាញបងប្អូនថាតើការដាក់ពាក្យពីចាប់ផ្ដើមដំបូងរហូតដល់បច្ចុប្បន្នយើងត្រូវចំណាយពេលឬក៏ចំណាយកម្លាំងអ្វីខ្លះលើមកដល់ប៉ូលីសដើម្បីរាយការណ៍មើលថាថ្ងៃខែ4ថ្ងៃទី21ចង់ដឹងថាប៉ូលីសគាត់មានដំណើរការអីខ្លះជួយដល់យើងការដាក់ពាក្យបណ្ដឹងគឺយើងអាចទៅបណ្ដឹងនៅប៉ុស្តិ៍ប៉ូលីសដែលនៅជិតតំបន់យើងបានហើយប៉ូលីសសរសេររបាយការណ៍ផ្ញើរបាយការណ៍ឬក៏សំណុំរឿងហ្នឹងទៅកាន់ប៉ុស្តិ៍ប៉ូលីសនៅក្នុងតំបន់ដែលកើតហេតុពេលទៅដល់ប៉ុស្តិ៍ប៉ូលីសបងប្អូនចាប់លេខរៀងដូចនៅធនាគារដែរដល់ពេលដល់លេខរៀងបងប្អូនគឺគេឲ្យយើងចូលទៅក្នុងបន្ទប់ប្រឹក្សាមួយដែលហៅថា Susa Minwon Sangtam Center គឺជាកន្លែងប្រឹក្សាផងនិងសរសេររបាយការណ៍និងទទួលរបាយការណ៍យើងផងហើយនៅក្នុងបន្ទប់ហ្នឹងគឺមានជំនួយការគេជួយប្រឹក្សាយើងដោយសារតែយើងបរទេសក៏ដោយឬក៏ជនជាតិកូរ៉េក៏ដោយពេលកើតហេតុអញ្ចឹងគឺយើងរៀបរាប់ប្រាប់គេឲ្យអស់ទៅគេបញ្យល់យើងតែម្ដងថាអូករណីបងគឺមានអាចប្តឹងបានពីបទបែបនេះឧទាហរណ៍ដូចខ្ញុំអញ្ចឹងគឺគាត់ប្រឹក្សាថាអាចប្តឹងបានពីរករណីគឺបទទី1គឺប្រើហិង្សាទី2គឺបំផ្លាញទ្រព្យសម្បត្តិហើយខ្ញុំសួរគាត់ទៀតដែរថាគេជេរខ្ញុំឡើងពេញមាត់អញ្ចឹងអាហ្នឹងយើងប្តឹងបានអត់គាត់ថាប្តឹងក៏បានដែរប៉ុន្តែវារៀងស្រាលសំខាន់មួយទៀតទោះបីបងប្អូនរស់នៅប្រទេសកូរ៉េផុតសុពលភាព ID card ក៏ដោយក៏យើងមានសិទ្ធិប្តឹងដែរដោយករណីខ្ញុំអញ្ចឹងគឺខ្ញុំបង្ហាញវីដេអូទៅគាត់ស្ដាប់ឮជនដៃដល់គាត់ខលប្តឹងប៉ូលីសថាខ្ញុំបើកបរដូចជាអត់មានបានបើកបរឬក៏ខុសច្បាប់អីចឹងណាហើយប៉ូលីសដូចជាចង់ជឿមែនតើហើយគិតថាខ្ញុំហ្នឹងខុសច្បាប់ដែរអញ្ចឹងណាហើយគាត់សួរបែបវងកញ្ចក់ខាងក្រៅថាខ្ញុំមកកូរ៉េនៅសូអ៊ូលហ្នឹងមកជាវីសាទេសចរមែនហើយគាត់បែបអារម្មណ៍គាត់គិតថាខ្ញុំមកទេសចរហើយកិច្ចខុសច្បាប់រស់នៅកូរ៉េអីចឹងណាប៉ុន្តែក៏ខ្ញុំដក ID card បង្ហាញគាត់ទៅក៏ខ្ញុំមករៀនដំបូងមករៀនសិនហើយមកដូរវីសាធ្វើការអីធម្មតានៅសូអ៊ូលចឹងទៅគាត់ក៏គិតផ្សេងមួយទៀតប៉ុន្តែគាត់ចង់បញ្ជាក់ថាកូរ៉េគេអត់ខ្វល់ថាយើងខុសច្បាប់ឬមិនខុសច្បាប់ទេសម្រាប់ប៉ូលីសផ្នែកនេះគឺគេផ្ដោតតែរយុទ្ធធម៌ឲ្យយើងទី2ការដាក់ពាក្យបណ្ដឹងអាចប៉ះពាល់ដល់វីសាយើងដែរឬអត់ចំពោះបងប្អូនខ្លះដែលគាត់កំពុងដូរវីសាហើយបងប្អូនខ្លះកំពុងតែកម្រងបដូរហើយឯកសារគាត់កំពុងតែត្រួតពិនិត្យដោយមន្ត្រីអន្តរប្រវេសន៍ការពិតទៅបើសិនជាបងប្អូនជាជនរងគ្រោះពិតប្រាកដហើយបងប្អូនដាក់ពាក្យបណ្ដឹងគឺវាមិនប៉ះពាល់ឬក៏ពាក់ព័ន្ធជាមួយនឹងការស្នើសុំវីសានោះទេមន្ត្រីអន្តរប្រវេសន៍គឺគេនៅតែដំណើរការឯកសារជូនបងប្អូនដូចធម្មតាទោះបីគេដឹងថាបងប្អូនកំពុងតែដាក់ពាក្យបណ្ដឹងក៏ដោយការពិតទៅគេមានតែលើកទឹកចិត្តឲ្យបងប្អូនបណ្ដឹងដូចក្នុងវគ្គសារហេតុក្នុងប្រូក្រាមដែលបងប្អូនបានរៀនអញ្ចឹងគឺសិទ្ធិរបស់ជនជាតិបរទេសក៏នៅតែមានហើយយើងចេះប្រើសិទ្ធិរបស់យើងបន្ទាប់ពីបងប្អូនចេញពីបន្ទប់ប្រឹក្សាឬបន្ទប់សរសេររបាយការណ៍ចប់គឺបងប្អូនបានយកกระดาษដែលបងប្អូនសរសេរដោយដៃហ្នឹងយកទៅដាក់បញ្ចូលលេខរៀងរងចាំរបស់គេហុចឲ្យមន្ត្រីប៉ូលីសទៅគឺគេនឹងចេញกระดาษ print ឲ្យបងប្អូនមួយហៅថា chop ស៊ូជឹងដែលមានលេខកូដនៅលើហ្នឹងហើយរយៈពេលប្រហែលជា2ថ្ងៃឬក៏1ថ្ងៃអីមន្ត្រីប៉ូលីសផ្សេងមួយទៀតគេនឹងខលមកយើងដើម្បីណាត់ជួបមួយថ្ងៃទៀតសម្រាប់ករណីខ្ញុំគឺ2ថ្ងៃក្រោយមកបន្ទាប់ពីខ្ញុំបាន chop ស៊ូជឹងហ្នឹងមកគឺមានមន្ត្រីស៊ូសាខ្វាន់នេមឬក៏មន្ត្រីស៊ើបអង្កេតម្នាក់ទទួលបន្ទុករឿងក្តីយើងខលណាត់យើងតែម្ដងការខលណាត់ជួបហ្នឹងគឺអាស្រ័យទៅលើជនរងគ្រោះគាត់មានពេលវេលាត្រឹមត្រូវសមស្របណាដែលអាចទៅជួបបានគឺគេសម្របតាមយើងតែម្ដងដូចករណីខ្ញុំអញ្ចឹងខ្ញុំរវល់ធ្វើការច័ន្ទសុក្រហ្នឹងគឺបន្ទាប់ពីខ្ញុំចេញពីធ្វើការបានខ្ញុំទៅនេអញ្ចឹងខ្ញុំទៅនេពេលយប់គឺគាត់ព្រមចាំជួបពេលយប់តែម្ដងមិនថាសៅរ៍អាទិត្យទេហើយខ្ញុំត្រូវណាត់គាត់ទៅជួបមិនមែនកន្លែងប្តឹងហ្នឹងទៀតទេគឺនៅប៉ុស្តិ៍មួយទៀតដែលធំហើយនៅខាងក្រោយនឹងទៀតដើម្បីចូលទៅសរសេររបាយការណ៍ហើយនៅក្នុងប៉ុស្តិ៍ប៉ូលីសធំហ្នឹងគឺមានdepartment ប៉ូលីសផ្សេងច្រើនហើយធំដូចក្នុងរឿងភាគអញ្ចឹងហើយការជួបលើកទី2នេះជារឿងសំខាន់បងប្អូនដោយសារតែយើងសរសេររបាយការណ៍ចុងបញ្ចប់គឺត្រឹមប៉ូលីសនេះហើយអ្វីទាំងអស់គឺត្រូវផ្ញើទៅគេផុសតាងឬវីដេអូនៅក្នុង black box គឺយើងត្រូវ download ត្រៀមឲ្យស្រេចរៀបចំឲ្យស្រួលដាក់ក្នុង USB មួយផ្ញើយកទៅឲ្យគេហើយវីដេអូរបាយការណ៍គឺគេសរសេរម្ដងទៀតលម្អិតអត់មានបាត់មួយពាក្យទេដើម្បីយកឯកសារហ្នឹងផ្ញើទៅប៉ុស្តិ៍ប៉ូលីសដែលទទួលបន្ទុកនៅតំបន់កាត់ហេតុនៅឯស៊ូវ័នហើយត្រង់ចំណុចនេះក៏ជាសារមួយជូនទៅកាន់បងប្អូនខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េផងដែរផុសតាងគឺសំខាន់បំផុតបងប្អូនឧទាហរណ៍ដូចក្នុង black box ឡានរបស់យើងអញ្ចឹងគឺវា save memory យើងមួយថ្ងៃឬក៏2ថ្ងៃ3ថ្ងៃទេអញ្ចឹងបងប្អូនអត់បាន download ទុកឬក៏ save ទុកក្នុង USB ទេគឺវារលាយសូន្យហើយអញ្ចឹងគឺយើងអត់មានផុសតាងអីធ្ងន់ទៅប្តឹងគេទេហើយទី2បើយើងអត់ដាក់ពាក្យប្តឹងឲ្យទាន់ពេលទេ CCTV កន្លែងសាធារណៈហ្នឹងគឺគេ save ទុកតែ15ថ្ងៃក៏30ថ្ងៃទេបើយើងអត់ប្តឹងឲ្យទាន់ពេលក៏វារលុបអស់បន្ទាប់ពីមន្ត្រីប៉ូលីសនៅឯសូអ៊ូលបានផ្ញើឯកសារពាក្យប្តឹងទៅកាន់ប៉ុស្តិ៍ប៉ូលីសនៅឯស៊ូវ័នបានប្រហែលជាជាង10ថ្ងៃគឺមន្ត្រីប៉ូលីសនៅឯស៊ូវ័នបានខលមកបញ្ជាក់សម័យខ្លួនជាមួយខ្ញុំហើយពេលនោះក៏ខ្ញុំបានឲ្យលេខប្រធានក្រុមហ៊ុនខ្ញុំទៅដែរព្រោះពេលហ្នឹងប្រធានក្រុមហ៊ុនខ្ញុំគាត់សុំខ្ញុំធ្វើជាផូហូចាគឺជាអ្នកតំណាងអាណាព្យាបាលអញ្ចឹងទោះបីថ្ងៃក្រោយទៅមេធាវីខាងគេឬក៏គេតវ៉ាអីគឺគាត់ជាអ្នកតំណាងអាកាត់ឲ្យ2អាទិត្យមុនខ្ញុំបានហូបអីជាមួយនឹងមេប្រធានក្រុមហ៊ុនដែរហើយក៏សួរគាត់ដែរករណីកើតហេតុកាលមុនហ្នឹងគេអាចបិទពាក្យបណ្ដឹងយើងចោលអត់ដោយសារតែយើងជាជនបរទេសអញ្ចឹងណាហើយមេក៏គាត់តបវិញថាគេមិនងាយនឹងបិទយើងចោលទេតែគាត់អាចយូរឬឆាប់ហើយក៏ខ្ញុំទៅប៉ូលីសនឹងម្ដងទៀតនៅ
ប្រហែលជា5ថ្ងៃមុនហើយប៉ូលីសក៏គាត់និយាយដូចគ្នាជាមួយនឹងមេដែរហើយសារ record គឺដូចខាងក្រោមនេះ 알아냈어요 저희가. 네네네. 예, 누군지 알아냈고 출석 오라고 조사받아 오라고 했는데. 네네 오라고 했어요. 네. 네네. 네. 근데 좀 안 오고 있어갖고 우리가 계속 요구를 하고 있고. 예예. 예, 만약에 얘가 계속 안 오고 이렇게 버티면 우리가 나중에 그 체포영장 받아서 강제로 데려올 수도 있어요. 근데 그 위해서 시간이 좀 필요해요. 네, 알겠습니다. គឺប៉ូលីសគាត់ប្រាប់ដែរថាគាត់បានក៏ហៅជនដៃដល់នឹង 3-4 លើកហើយប៉ុន្តែគាត់អត់ព្រមមកអញ្ចឹងប៉ូលីសគាត់រងចាំតែដីកាចាប់ខ្លួនទេគឺគេនឹងទៅចាប់តែម្ដងអញ្ចឹងគឺវាចំណាយពេលដែរបងប្អូនមិនដូចយើងរំពឹងទុកថាមួយខែពីរខែចប់ទេគឺវានៅមានរឿងបន្តទៀតដែលយើងអត់ទាន់ដឹងដូចគ្នាណាបងប្អូនអរគុណច្រើន